មានពីរអ្នកប្តីប្រពន្ធពួកគាត់ទៅតែរៀបការរួចហើយប្រពន្ធនាងនៅមើលថែផ្ទះចំណែកប្តីទៅរកត្រីដាក់មងយកទៅលក់នៅផ្សារដើម្បីបានកម្រៃខ្ញុំដឹងថាថ្ងៃនេះបងប្រកាសជាទៅរកត្រីបានច្រើនជាមិនខានព្រោះតែបងគឺជាមនុស្សពូកែរកត្រីដូច្នេះបងត្រូវតែរកត្រីឲ្យបានច្រើនដើម្បីយកទៅលក់បានប្រាក់ច្រើនបងនឹងខិតខំព្យាយាមរកត្រីឲ្យបានច្រើនដើម្បីយកទៅលក់នៅផ្សារដើម្បីបានប្រាក់ច្រើនប្តីរបស់អូនពូកែរកត្រីស្រាប់ហើយអញ្ចឹងបងប្រញាប់ទៅនឹងបានទៅរកត្រីឲ្យបានច្រើនហើយនឹងប្រញាប់មកដល់ផ្ទះវិញខ្ញុំនឹងរៀបចំបាយទឹកជូនបងឲ្យបងពិសានៅពេលល្ងាចអញ្ចឹងបងទៅសិនហើយប្រហែលជាម៉ោង5ល្ងាចទើបបងមកដល់ផ្ទះវិញបើសិនជាអូនមិនស្រួលខ្លួនមិនចាំបាច់ទៅមើលដំណាំនៅខាងក្រោយផ្ទះទេនិយាយចប់នាយសុកដែលត្រូវជាប្តីក៏បានដើរទៅរកត្រីបន្តិចក្រោយមកនាយដាំដែលត្រូវជាសហាយប្រពន្ធនាយសុកក៏បានមកដល់នេះទៅសុកគេទៅបាត់ហើយមែនទេអូនតើហេតុអ្វីបានជាគេយូរទៅបែបនេះបងពិតជាអន្ទះសារចង់ប្រញាប់ឲ្យគេចាក់ចេញពីបានកាន់តែលឿនគេបានទៅបាត់ហើយបងក៏ប្រញាប់ពេកអីណាមុននឹងក្រោយប្តីរបស់អូនគង់តែទៅរកត្រីដដែលទេដូច្នេះបងកុំតក់ក្រហល់ខ្លាំងពេកមិនឲ្យបងតក់ក្រហល់បានចំណេចទៅអូនបើសាច់អូនសោកខ្ចីបែបនេះបងពិតជាតក់ក្រហល់មិនអាចទប់ចិត្តបានបើសិនជាបងមិនអាចទប់ចិត្តបានយើងប្រញាប់ឡើងទៅលើផ្ទះភ្លាមទៅពួកយើងដល់ពេលវេលាដែលត្រូវធ្វើការហើយណាបងតាន់ប្តីរបស់អូនគាត់ទៅតែនឹងចាក់ចេញទៅនៅពេលនោះពួកគេទាំងពីរនាក់ក៏បានឡើងលើផ្ទះប្រព្រឹត្តរឿងមិនល្អតើនេះជាការពិតមែនទេឬមួយខ្ញុំកំពុងតែស្រវាងភ្នែកនៅពេលដែលខ្ញុំបានឃើញពួកគេទាំងពីរនាក់ធ្វើរឿងបែបនេះខ្ញុំពិតជាអាណិតសុកដែលជាមនុស្សល្អប៉ុន្តែហេតុអីបានជាសុកជួបប្រពន្ធចិត្តក្បត់បែបនេះលុះដល់ពេលរសៀលបន្តិចនៅកន្លែងរកត្រីសុករកត្រីបានយ៉ាងច្រើននេះតើខ្ញុំគួរតែយករឿងរ៉ាវទាំងអស់នេះដែលខ្ញុំបានឃើញប្រាប់ឲ្យសុកបានដឹងទេតែបើខ្ញុំនិយាយប្រាប់គេតាមត្រង់គេក៏មិនជឿខ្ញុំដែរដូច្នេះខ្ញុំមានតែលាក់ទុកបន្តិចទៀតសិនរងចាំពេលដែលគេមានការសង្ស័យខ្ញុំនឹងប្រាប់គេបន្ថែមទៀតតែម្ដងនេះតើហេតុអ្វីបានជាលោកតានៅឈរស្ងៀមបែបនេះលោកតាកំពុងតែគិតអ្វីនឹងហេតុអីបានជាលោកតាសម្លឹងមើលខ្ញុំហើយនៅស្ងៀមបែបនេះគឺគ្មានអ្វីទេណាចៅគ្រាន់តែតាឃើញចៅខំប្រឹងតាសប្បាយចិត្តចៅជាមនុស្សល្អចៅជាមនុស្សពូកែតស៊ូខំប្រឹងដូច្នេះចៅនឹងក្លាយជាអ្នកមាននៅថ្ងៃណាមួយជាមិនខានខ្ញុំខំប្រឹងបែបនេះក៏ព្រោះតែខ្ញុំមានប្រពន្ធជាអ្នកចេះទុកដាក់ប្រកាសដូច្នេះហើយខ្ញុំមិនអោយប្រពន្ធខ្ញុំលំបាកខ្ញុំត្រូវតែខំប្រឹងថ្ងៃខាងមុខខ្ញុំជឿជាក់ថាជីវភាពគ្រួសារខ្ញុំនឹងបានធូរស្បើយជាងនេះអញ្ចឹងចៅខំប្រឹងធ្វើការបន្តទៀតចុះតើមិននៅរំខានចៅទៀតទេប៉ុន្តែតាបានឃើញក្របីមួយបានចូលទៅដល់ក្នុងសួនដំណាំរបស់ចៅនៅខាងក្រោយផ្ទះដូច្នេះចៅទៅដេញក្របីនោះចេញភ្លាមទៅកុំអោយវាមកបំផ្លាញដំណាំរបស់ចៅអីបាទលោកតាអញ្ចឹងលោកតាបានឃើញប្រពន្ធខ្ញុំនៅផ្ទះដែរទេប្រពន្ធខ្ញុំអត់បានមកតាមខ្ញុំទេណាលោកតាបើសិនជាប្រពន្ធខ្ញុំនៅផ្ទះហេតុអ្វីបានជាមានក្របីចូលទៅស៊ីដំណាំតាក៏មិនឃើញប្រពន្ធចៅតែតាឃើញតែក្របីមួយចូលទៅដល់ក្នុងប្តីរបស់ចៅតែប៉ុណ្ណោះចំណែកប្រពន្ធចៅតាអត់បានឃើញទេអញ្ចឹងតាទៅវត្តសិនហើយសង្ឃឹមថាតានិយាយបែបនេះចៅនឹងយល់ហើយចៅនឹងទៅដេញក្របីចេញពីដីរបស់ចៅតាមិនអាចនិយាយប្រាប់ចៅតាមត្រង់បានទេនេះបើសិនជាក្របីចូលទៅស៊ីដំណាំនៅក្នុងចម្ការរបស់ខ្ញុំបែបនេះតើប្រពន្ធខ្ញុំនឹងទៅណាទៅមិនកើតទេខ្ញុំត្រូវតែប្រញាប់ទៅផ្ទះដើម្បីទៅមើលប្រពន្ធខ្ញុំតើនាងទៅណាហេតុអ្វីបានជានាងមិននៅផ្ទះឬមួយក៏នាងមិនស្រួលខ្លួននាងទៅផ្ទះម៉ែចំណែកនាយដាំនិងប្រពន្ធរបស់សុក
ពួកគេទាំងពីរនាក់ក៏បានលួចមានសហាយស្មន់ជាមួយគ្នានោះជាប្តីរបស់ខ្ញុំបានមកដល់ហើយអ្នកបងហេតុអ្វីបានជាគាត់មកដល់លឿនបែបនេះនៅពេលនេះទើបតែរសៀលតែប៉ុណ្ណោះតែហេតុអ្វីបានជាគាត់មកវិញលឿនបែបនេះបើសិនសុកមកឃើញពួកយើងតែពីរនាក់នៅលើផ្ទះជាមួយគ្នាបែបនេះប្រកាសជាមានរឿងរ៉ាវធំជាមិនខានមិនកើតទេបងត្រូវតែប្រញាប់ចាក់ចេញពីទីនេះអញ្ចឹងបងប្រញាប់លោតទៅទ្វារខាងក្រោយភ្លាមទៅលោតឲ្យបានលឿនទៅណាបងបើសិនជានៅយូរបន្តិចទៀតគាត់មកដល់នៅពេលដែលគាត់បានឃើញពួកយើងប្រកាសជាមានរឿងធំជាមិនខាននៅពេលនោះនាយដាំក៏បានលោតចុះពីលើផ្ទះនៅពេលដែលនាយដាំបានលោតចុះពីលើផ្ទះហើយក៏បានដើរគេចខ្លួនទៅនាយសុកក៏បានឃើញនាយដាំដើរចេញពីចំការរបស់ខ្លួននេះតើលោកបងទៅមកពីណានឹងតើលោកបងមិនទៅរកត្រីទេមែនទេនៅថ្ងៃនេះគឺខ្ញុំអត់បានទៅរកត្រីទេណាសុកតើថ្ងៃនេះសុករកត្រីបានច្រើនដែរទេហើយអ្វីបានជាសុកមកផ្ទះវិញលឿនបែបនេះជាងរាល់ដងក៏ព្រោះតែថ្ងៃនេះខ្ញុំមានអារម្មណ៍ថាដូចជាមិនស្រួលខ្លួនទើបបានជាខ្ញុំប្រញាប់មកផ្ទះវិញលឿនបែបនេះនេះតើលោកបងមានកិច្ចការអ្វីមែនទេទើបបានជាដើរកាត់ទីនេះខ្ញុំកម្រឃើញលោកបងដើរមកដល់ទីនេះណាខ្ញុំមកដោយសារតែខ្ញុំឃើញថាត្រីនៅកន្លែងផ្លូវខាងនេះមានច្រើនទើបខ្ញុំដើរកាត់ទីនេះតែម្ដងទៅហើយខ្ញុំក៏បានជួបប្អូនសុកអញ្ចឹងខ្ញុំសូមលាប្អូនទៅផ្ទះសិនហើយនេះតើហេតុអ្វីបានជាគាត់ចេញមកពីដីរបស់ខ្ញុំនៅក្នុងដីរបស់ខ្ញុំអត់មានក្របីដូចជាតាសឿននិយាយប្រាប់ទេហើយប្រពន្ធខ្ញុំនាងក៏នៅផ្ទះដែរប៉ុន្តែហេតុអីបានជាតាសឿននិយាយថាមានក្របីចូលមកដល់ដីរបស់ខ្ញុំហើយក៏មិនឃើញប្រពន្ធខ្ញុំនេះតើបងមកដល់ហើយតើមែនទេហេតុអ្វីបានជាបងមកវិញលឿនបែបនេះបងបានប្រាប់ថាពេលល្ងាចទើបបងមកដល់ផ្ទះវិញប៉ុន្តែពេលនេះទើបតែថ្ងៃរសៀលទេណាបងគឺដោយសារតែបងមិនស្រួលខ្លួនទើបបានជាបងមកដល់ផ្ទះវិញលឿនបែបនេះនេះតើហេតុអ្វីបានជាអូនដូចជាមានអារម្មណ៍ថាភ័យបែបនេះអូនកើតអ្វីមែនទេខ្ញុំអត់មានកើតអ្វីទេណាបងខ្ញុំគ្រាន់តែចម្លែកចិត្តតែប៉ុណ្ណោះអញ្ចឹងបងពិសាបាយទេខ្ញុំនឹងទៅរៀបចំបាយទឹកជូនបងគិតថាមិនចាំបាច់ទេណាអូនចាំពេលល្ងាចចាំពួកយើងហូបបាយជាមួយគ្នាតែម្ដងទៅអញ្ចឹងបងសូមទៅមើលរោគបន្លែនៅខាងក្រោយផ្ទះសិនចាំបងមកវិញពួកយើងហូបបាយជាមួយគ្នាបងទៅមើលសិនក្រែងមានគោក្របីចូលស៊ីបន្លែរបស់ពួកយើងនៅពេលដែលនាយសុកបានដើរទៅដល់ខាងក្រោយផ្ទះគេក៏បានឃើញពូថៅរបស់នាយដាំដែលបានធ្លាក់នៅខាងក្រោយផ្ទះរបស់គេនេះតើហេតុអ្វីបានជាពូថៅនេះធ្លាក់នៅក្រោមផ្ទះរបស់ខ្ញុំបែបនេះនេះគឺជាពូថៅរបស់នាយដាំប៉ុន្តែហេតុអីបានជាធ្លាក់នៅទីនេះចំណែកបន្លែរបស់ខ្ញុំក៏មិនឃើញក្របីចូលស៊ីសូម្បីតែមួយម៉ាត់ហើយថែមទាំងគ្មានដានជើងក្របីថែមទៀតប៉ុន្តែបែរជាមានពូថៅនាយដាំធ្លាក់នៅក្រោមផ្ទះរបស់ខ្ញុំទៅវិញចាប់តាំងពីថ្ងៃនេះមកនាយសុកក៏មានការសង្ស័យលើប្រពន្ធគាត់លុះមួយរយៈពេលបានកន្លងផុតទៅប្រពន្ធនាយសុកក៏បានណាត់នាយដាមមកជួបនិយាយគ្នានៅកន្លែងស្ងាត់មួយបងគិតថាមួយរយៈពេលនេះបងមិនហ៊ានទៅរកអូននៅផ្ទះដូចកាលពីមុនទៀតទេព្រោះថាបើសិនជាបងទៅរកអូនទៀតបងខ្លាចតែប្តីរបស់អូនមកវិញតាន់ពេលដូចកាលពីថ្ងៃមុនទៀតអញ្ចឹងតែបងត្រូវធ្វើយ៉ាងម៉េចទៅព្រោះតែមួយរយៈពេលនេះគាត់ទៅរកត្រីមកវិញលឿនដោយមិនប្រាប់ដំណឹងខ្ញុំឲ្យបានដឹងថាគាត់មកវិញទៅពេលណាបងគិតថាយប់នេះអូនដាក់ថ្នាំបំពុលឲ្យប្តីរបស់អូនស្លាប់ភ្លាមទៅបើសិនជាគេស្លាប់បាត់ពួកយើងតែពីរនាក់អាចយកគ្នាជាប្តីប្រពន្ធក្រែងអូនធ្លាប់និយាយថាមិនចង់បានគេធ្វើជាប្តីតើមែនទេការពិតទៅបងសុកគាត់ជាមនុស្សល្អហើយប៉ុន្តែខ្ញុំយល់ព្រមរៀបការជាមួយគាត់ព្រោះតែខ្ញុំអាណិតគាត់ហើយអ្នកម៉ែរបស់ខ្ញុំគាត់ពេញចិត្តបុកសុក
គាត់មិនពេញចិត្តនឹងបងទើបខ្ញុំសម្រេចចិត្តរៀបការជាមួយនឹងបងសុកចោលបងទៅ អញ្ចឹងដល់ពេលហើយអូនដាក់ថ្នាំឲ្យគេស្លាប់ភ្លាមទៅនៅយប់នេះបងនឹងបានធ្វើជាប្តីរបស់អូនហើយបើសិនជាគេស្លាប់ពួកយើងនឹងអាចរស់នៅជាមួយគ្នាបាន មិនកើតទេណាបងបើសិនយើងធ្វើបែបនេះយើងប្រកាសជាត្រូវជាប់ទោសជាមិនខានហើយខ្ញុំក៏មិនដាច់ចិត្តលើកដៃដាក់ថ្នាំសម្រាប់គាត់ដែរណាបង តែបើសិនជាអូនមិនព្រមធ្វើបែបនេះបងក៏មិនអាចធ្វើជាប្តីរបស់អូនពេញសិទ្ធអូនដាក់ថ្នាំឲ្យគេត្រឹមតែសន្លប់ក៏បាននៅពេលដែលគេសន្លប់បងនឹងយកគេទៅបោះចោលនៅក្នុងទឹកដល់ពេលនោះអ្នកភូមិអាចនឹងគិតថាគេអាចលង់ទឹកស្លាប់ អញ្ចឹងសម្រាប់តាមបងទៅខ្ញុំនឹងធ្វើតាមវិធីទី2របស់បង នៅពេលនោះនាយសុកក៏បានលបស្ដាប់ឮគ្រប់រឿងរ៉ាវទាំងអស់ដែលប្រពន្ធរបស់ខ្លួននិងនាយដាំបានរៀបចំផែនការនៅពេលនេះខ្ញុំបានឮពេញត្រចៀកតាមពិតប្រពន្ធខ្ញុំមានផែនការសម្រាប់ខ្ញុំបើសិនជានាងមានផែនការបែបនេះខ្ញុំនឹងបំពេញតាមបំណងផែនការរបស់នាងនៅពេលយប់ក៏បានមកដល់ប្រពន្ធនាយសុកក៏បានលួចដាក់ថ្នាំចូលទៅក្នុងបាយដើម្បីឲ្យនាយសុកត្រូវជាប្តីនេះតើពួកយើងដល់ពេលហូបបាយហើយតើមែនទេហេតុអ្វីបានជាអូនមិនព្រមហូបបាយជាមួយបងហេតុអ្វីបានជាអូនរៀបចំបងតែម្នាក់ឯងបែបនេះ ក៏ព្រោះតែថ្ងៃនេះខ្ញុំមិនតង់ឃ្លានតែខ្ញុំរៀបចំបាយទឹកឲ្យបងពិសាតែម្នាក់ឯងទៅនេះបងឆាប់ពិសាទៅតនត្រីនៅក្តៅក្តៅ អញ្ចឹងបងហូបបាយហើយណាបើសិនជាអូនមិនតឃ្លានអូនចាំហូបបាយតាមក្រោយក៏បាននៅពេលដែលនាយសុកបានហូបបាយទាំងអស់នោះនាយសុកក៏បានសន្លប់នៅក្នុងពេលនោះទៅនៅពេលនេះផែនការរបស់យើងក៏បានសម្រេចហើយយើងនឹងយកឯងទៅបោះចោលនៅក្នុងទឹកដល់ពេលនោះអ្នកភូមិគេនឹងគិតថាឯងជាអ្នកស្លាប់ដោយលួងទឹក ប្រញាប់យកគេទៅបោះចោលភ្លាមទៅណាបងតនថ្នាំទៅតែជ្រាបចូលដល់ក្នុងខ្លួនតិចទៀតគេបានដឹងខ្លួនវិញជាមិនខាន នេះតើអ្នកទាំងពីរប្រុងសម្រាប់ខ្ញុំតើមែនទេអ្នកទាំងពីរស្មានតែខ្ញុំមិនដឹងអំពីផែនការអាក្រក់របស់អ្នកទាំងពីរតើមែនទេ នេះក្រែងបងបានហូបបាយទាំងអស់នេះហើយតើមែនទេហើយបងបានសន្លប់តើហេតុអីបានជាបងបានដឹងខ្លួនវិញ ព្រោះតែខ្ញុំបានដឹងរឿងរ៉ាវអ្នកទាំងពីររៀបចំផែនការសម្រាប់ខ្ញុំទើបបានជាខ្ញុំមិនត្រូវបានស្លាប់ខ្ញុំបានលួចដូរបាយដែលនាងបានដាក់ថ្នាំឲ្យខ្ញុំពិសាបាយដែលខ្ញុំបានហូបនោះវាគ្មានថ្នាំទេលោកគឺជាមនុស្សអាក្រក់លោកយកប្រពន្ធខ្ញុំហើយថែមទាំងមានគំនិតចង់សម្លាប់ខ្ញុំទៀតបើសិនជាឯងបានដឹងការពិតបែបនេះហើយយើងនឹងសម្លាប់ឯងនៅពេលនេះតែម្ដងដូច្នេះឯងស្លាប់ទៅឈប់ភ្លាមខ្ញុំនឹងចាប់អ្នកយកទៅកាត់ទោសអ្នកទាំងពីរត្រូវតែទទួលទោសនៅអ្វីដែលអ្នកទាំងពីរបានធ្វើខ្ញុំបានទទួលដំណឹងពីក្មួយសុកថាប្រពន្ធរបស់គេរៀបចំផែនការដើម្បីសម្លាប់ដូច្នេះអ្នកទាំងពីរគួរតែប្រញាប់ទៅតាមពួកខ្ញុំភ្លាមទៅខ្ញុំបានរៀបចំហុំព័ទ្ធផ្ទះនេះជិតអស់ហើយអ្នកទាំងពីរមិនអាចគេចផុតបានទេនាយដាំនិងប្រពន្ធនាយសុកក៏ត្រូវបានលោកមេភូមិចាប់យកទៅកាត់ទោសហើយចាប់តាំងពីថ្ងៃនោះមកនាយសុកក៏បានលែងលះប្រពន្ធរបស់គាត់នោះចោលហើយគាត់ក៏បានទៅរៀបការជាមួយនឹងប្រពន្ធថ្មី